មួយរយៈនេះលវលរស់ស៊ីដឹកស្ពៃដឹកបន្លែយកទៅលក់ពេកទៅពេលអញ្ចឹងផ្លេចចំណាយពេលវេលាខ្លះដើម្បីជួបជុំជាមួយនឹងគ្រួសារនឹងខ្ញុំពេលដែលទៅទិញស្ពៃបន្លែទៅសក់ម្ដងគឺថាទិញហើយប្រមូលហើយគឺដឹកយកមកខេតហើយយកដាក់តាមម៉ួយឬក៏បងប្អូនគាត់ទិញហូប1គីឡូ2គីឡូអញ្ចឹងទៅចឹងហើយនឹងខ្ញុំក៏អត់សូវមានពេលជួបជុំគាត់បានយូរឬក៏សម្រាប់នៅឯផ្ទះស្រុកកំណើតអញ្ចឹងណាបងប្អូនទៅតែម្សិលមិញហ្នឹងគឺថាបានចំណាយពេលនៅផ្ទះប្រហែលជាកន្លះថ្ងៃហើយក៏មកយប់ដែរព្រោះដោយសារពេលព្រឹកគឺទៅជួយលក់ចាម៉ាក់ក្មេកគាត់មានលក់បន្លែត្រីសាច់អីចឹងទៅហើយលក់គ្រឿងស្កបបិជែងអីចឹងណាបងប្អូនទៅជួយលក់គាត់ពេលព្រឹកប្រហែលជាម៉ោង2:11គឺថារើអីវ៉ាន់ហើយគឺចេញពីកន្លែងលក់ហ្នឹងហើយក៏ជិះម៉ូតូមកស្រុកកំណើតជាមួយនឹងគ្រួសារតែម្ដងទៅដល់ផ្ទះម្សិលមិញខ្ទង់ម៉ោង2ម៉ោង3រសៀលហើយក៏ឆ្លៀតចាធ្វើជ្រូកខ្ទឹមដើម្បីឲ្យអ្នកម្ដាយហូបជាមួយនឹងពងមាន់អាំងណាបងប្អូនព្រោះថាអត់ដឹងធ្វើអីគាត់ប្រសាទេមានតែទិញពងមាន់អាំងទៅបែបងាយព្រោះទៅរដងហ្នឹងផ្ញើសាច់គោផ្ញើអីគាត់ម្ដង1គីឡូកន្លះគីឡូឯដែរប៉ុន្តែថ្ងៃហ្នឹងគឺថាទឹកដេកហ្នឹងអត់ចង់ហូបសាច់ទេគឺថាចង់ធ្វើបែបពងមាន់អាំងហើយយើងធ្វើជ្រូកខ្លួនឯងឲ្យគាត់ហូបចឹងណាបងប្អូនបន្ទាប់ពីធ្វើជ្រូកហើយនេះខ្ញុំក៏ឆ្លៀតទៅបេះទៅសក់នៅចកាអ្នកម្ដាយនេះខ្ញុំនឹងដើម្បីយកមកធ្វើជាលក់ចឹងទៅហើយចំពោះពងមាន់ហ្នឹងនេះខ្ញុំទិញមកចា20គ្រាប់ព្រោះដោយសារផ្ទះនេះខ្ញុំមានសមាជិក3-4នាក់ទេប៉ុន្តែផ្ទះមីងនៅខាងជើងនឹងចាផ្ទះពូមីងនៅខាងត្បូងគឺថាណែឲ្យតានេះខ្ញុំបានអីហូបអញ្ចឹងគឺថាយើងចែកគ្នាហូបអញ្ចឹងណាបងប្អូនព្រោះអីពេលផ្ទះគាត់មានរបស់ហូបរបស់ឆ្ងាញ់អញ្ចឹងក៏គាត់មិនដែលភ្លេចផ្ទះនេះខ្ញុំដែរព្រោះថាយើងជាបងប្អូនយើងត្រូវមានទៅមានមកអញ្ចឹងណាហើយបន្ទាប់ពីចានេះខ្ញុំរៀបចំពងមាន់គោះដាក់ចានប្រហែលជា4-5គ្រាប់ទៅយើងវាយវាមានលីគ្រឿងតិចតិចអញ្ចឹងដើម្បីយើងហូបទៅកុំឲ្យភ្លាវមាត់ណាបងប្អូនចាយើងវាយគ្រឿងហើយយើងដាក់ចានដែលអាំងហ្នឹងគឺយើងលាបប៊ឺបន្តិចទៅចាហើយយើងដាក់លើចក្រានឲ្យវាក្តៅទៅបានយើងចាក់ពងមាន់ឲ្យយើងបានកន្លុកនឹងចូលទៅហើយដូចមិញហ្នឹងមានមាន់ដែរដោយសារទិញមាន់តាមួយគឺ1គីឡូកន្លះប៉ុន្តែតាយកលុយតែ15000ទេដោយសារតែចៅអញ្ចឹងគាត់ឲ្យចៅដូចជាឲ្យចៅហូបផងទេចាឃើញថាមានមាន់ហ្នឹងគឺនឹងខ្ញុំស្ងោជ្រក់អញ្ចឹងណាហើយក៏បេះសាច់មាន់ហ្នឹងជ្រលក់ទឹកត្រីអីចឹងទៅចាហើយនេះឃើញថាពងមាន់របស់យើងគឺរៀងឆ្អិនបដៅហើយដោយសារតែនឹងខ្ញុំមានចានតែ5ហើយចក្រានរបស់យើងតូចអញ្ចឹងក៏អាំងមួយចានទៅឲ្យពូមីងមួយចានឪពុកម្ដាយមួយចានអញ្ចឹងទៅចាហើយប្អូនកូនពូមីងនឹងម្នាក់មួយចានអញ្ចឹងទៅតាយាយអីចឹងទៅចាគឺថាចែកម្លែកគ្នាណាហើយបន្លែទាំងអស់ហ្នឹងមានជាតសក់ចាសាឡាត់ហើយនឹងស្អីគេជីណាហើយនឹងពោតប្រាំងហើយនឹងគឺថាបេះពីចកាអ្នកម្ដាយនឹងខ្ញុំផ្ទាល់ហ្មងបងប្អូនហើយនេះគឺថាជុំគ្នាឯងចាដាក់មក3ចានហ្នឹងសឡឹងអង្គុយសឡឹងហើយនឹងខ្ញុំថតចាថតថានេះថ្ងៃហ្នឹងយើងធ្វើអីឆ្ងាញ់ហូបជុំគ្រួសារអញ្ចឹងណាចាហើយនេះគឺថាមាន់ឆ្អិនហ្នឹងគឺតំណងឯងបងប្អូនជាតិតែម្ដង